ចឹងមេរៀននេះមានចំណងជើងថាម៉េចព្រះគ្រីស្ទជាទីបញ្ចប់នៃក្រឹតវិន័យខ្ញុំចង់ចាប់ផ្ដើមជាមួយកាឡាទីចំពោះ4ខ21ដែលលោកប៉ូលដែលជាអតីតបណ្ឌិតក្រឹតវិន័យជាសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់របស់ប្រទេសអ៊ីស្រាអែលឈ្មោះក្រុមប្រឹក្សា Sanhedrin ដែលមនុស្សមានអាជ្ញាប័ណ្ណអនុញ្ញាតអំពីនាយកបូជាចារអំពីមហាបូជាចារពីក្រុមប្រឹក្សាជាន់ខ្ពស់ដោយចាប់ចងគ្រីស្ទបរិស័ទនៅប្រទេសណាក៏ដោយយកមកឃុំឃាំងយកមកធ្វើបាបបានតាមចិត្តសិតតែគាត់សិតតែចាប់ដើមផ្លាស់ប្រែជីវិតពេញទីពីអ្នកចោះចូលនឹងក្រឹតវិន័យរបស់លោកម៉ូសេដែលជាព្យាការីសម្ព័ន្ធមេត្រីចាស់របស់អ្នកកាន់សាសនាយូដាហ្នឹងសាសនាក្រឹតវិន័យហ្នឹងមកឲ្យយើងនៅជាប់ជាមួយព្រះគ្រីស្ទតែមួយអង្គគត់ហើយជំនឿរបស់គាត់គឺព្រះគ្រីស្ទតែមួយអង្គគត់ Christus Sola Christus ឃើញទេព្រះគ្រីស្ទតែមួយអង្គគត់ព្រះគុណតែមួយគត់ Sola Gratia ឃើញទេព្រះស្អីទៀតជំនឿតែមួយគត់ Sola Fide ឃើញណាហើយស្អីទៀតបទគម្ពីរតែមួយគត់ Sola Scriptura គាត់នាំយើងឲ្យជឿលើបទគម្ពីរឲ្យជឿមានជំនឿលើព្រះគ្រីស្ទតែមួយគត់ឲ្យប្រកាសព្រះនាមព្រះគ្រីស្ទតែមួយគត់ហើយឲ្យយើងពឹងលើព្រះគុណព្រះអង្គតែមួយគត់ហើយថ្វាយបង្គំព្រះតែមួយគត់ Sola Deo ពីមុនមកគាត់ចេះច្រើនហើយគាត់និយាយថាអ្វីដែលខ្ញុំចេះទាំងប្រមាណធៀបទៅនឹងការស្គាល់ព្រះគ្រីស្ទគឺជាសម្រាមហើយកាពីខ្លះអត់ប្រែថាសម្រាមទេដូចជាកំអួតឆ្កែស៊ីឲ្យក្អួតចេញមកវិញចំណេះគាត់មុនហ្នឹងធៀបនឹងការស្គាល់ព្រះគ្រីស្ទហ្នឹងស្មើនឹងកំអួតឆ្កែស្មើនឹងសម្រាមកាពីខ្លះថាស្មើនឹងបាយផ្អូមបាយសល់ហើយយើងថាអស្ចារ្យអូខ្ញុំបានអនុបណ្ឌិតអស្ចារ្យអូខ្ញុំបានបណ្ឌិតអស្ចារ្យសពោលថាបាយផ្អូមបាយសល់កំអួតឆ្កែខ្ញុំធ្លាប់របៀបហ្នឹងពេលខ្ញុំបានសញ្ញាបត្រខាងគ្រូអង់គ្លេសវ៉ាអស្ចារ្យហើយចេះលេងភ្លេងមួយប័ណ្ណពីប័ណ្ណដបងទីស្ពីគេតាដល់កាត់ភាសាអូសេអត់មានខ្លាចណាទេដល់ឃើញអ្នកខ្លាំងដែលគេចេះគេអត់ស្ពីផងចាប់ដើមលេងហ៊ានស្ពីមកលេងគេហៅសាមកដល់អ្នកខ្លាំងមែនទែនគេអត់ស្ពីផងមែនទេចឹងសូមស្ដាប់កាឡាទីចំពោះ4ខ21បងប្អូនដែលចង់ចោះចូលនឹងក្រឹតវិន័យអើយសូមប្រាប់ខ្ញុំមើលតើបងប្អូនមិនយល់សេចក្តីដែលក្រឹតវិន័យចែងទុកមកទេឬបញ្ហារបស់គ្រីស្ទបរិស័ទមិនថានៅស្រុកខ្មែរមិនថានៅស្រុកណាទេគឺចង់ចោះចូលនឹងអ្វីមួយដែលខ្លួនឯងអត់សូវដឹងចោះចូលដោយងងឹតងចោះចូលដើម្បីគេទៅសារថាខ្លួនឯងជាអ្នកសុភាពរៀបសារជាអ្នកថ្លៃថ្នូរជាអ្នកគ្រាន់បើភាសាអង់គ្លេសថា pretension ការធ្វើរឹកគ្រាន់បើអ្នកដែលចេះអង់គ្លេសច្រើនដែលអួតខ្លួនឯងចេះតែអ្នកចង់លេសស្ទើវិញទៅណាខំនិយាយសំញែងសិតទៅលាយពាក្យអង់គ្លេសអ្នកដែលមានកម្ពស់ 1.75 ដល់លើមិនដែលពាក់ស្បែកជើងកែងចោលទេតែអ្នក 1.45 ខំពៅស្បែកជើងដើម្បីឃើញខ្ពស់អ្នកមានលុយទិញឡានពី3គ្រឿងដែលអួតពីម៉ូតឡានទេតែអ្នកខំខ្ចីលុយអាសេរីដាប្រគ្រប់នេះទៅណាអួតពីម៉ូតឡានអញ្សេរី2015ហើយដងឯងអ្នកយើងខំអួតកាន់តែខ្លាំងគឺខំបញ្ចុះបញ្ចាំងឃើញថាខ្លួនយើងកាន់តែអត់សម័យប៉ុលពតជ្រៀងសរបត់ប្រជាធិបតេយ្យតែផ្ដាច់ការបំផុតគឺសម័យប៉ុលពតហើយសម្លាញ់ខ្ញុំម្នាក់ថាប្រជាធិបតេយ្យកវៈប្រជាធិបតៈកវាយតៈកវាយតៈកវាយមកតៃកវៈតៈកវាយមនុស្សដែលអត់មានអីនិយាយពីហ្នឹងច្រើនណាស់មែនទេមែនមនុស្សដែលមិនសូវបានហូបបកងមួយបានហូបបកងម្ដងយកអត់ឈប់ហើយបើគេហូបអស់ថ្ងៃគេលែងនិយាយមែនទេមែនចឹងឯនេះគោលការណ៍ទី1គឺគ្រីស្ទបរិស័ទភាគច្រើនតែចូលចូលក្នុងក្រឹតវិន័យដោយងងឹតងពោលថាម៉េចបងប្អូនមិនយល់សេចក្តីដែលក្រឹតវិន័យចែងទុកមកទេណាហើយក៏សួរថាយល់ទេចង់ចោះចូលនឹងអញ្ចឹងការចោះចូលនឹងក្រឹតវិន័យដោយងល់មានរាប់បញ្ចូលទាំងការចោះចូលចំពោះក្រឹតវិន័យដោយអត់យល់ដឹងតតែសោះអត់យល់ដឹងពីថាក្រឹតវិន័យមានប៉ុន្មានប្រភេទក្រឹតវិន័យមានខ្លឹមសារយ៉ាងណាក្រឹតវិន័យមានអំណាចស្អីខ្លះហើយក្រឹតវិន័យមានព្រំដែនយ៉ាងម៉េចមានដែនកំណត់យ៉ាងម៉េចណាប្រទេសខ្មែរយើងមានដែនកំណត់ខាងកើតទល់នឹងអីខាងលិចទល់នឹងអីខាងជើងទល់នឹងអីខាងត្បូងទល់នឹងអីមែនទេ
ក្រឹតវិន័យមានព្រំដែនយ៉ាងម៉េចមានដែនកំណត់យ៉ាងម៉េចហើយក្រឹតវិន័យមានតួនាទីយ៉ាងម៉េចសំណួរតើយើងទាំងអស់គ្នានៅទីនេះនឹងមិត្តដទៃទៀតប្រិមិត្តអ្នកស្ដាប់ព្រះបន្ទូលតាម MP3 តាមដែលយើង post នៅ Facebook ក៏ដោយណាតើសួរខ្លួនឯងមើលបើកំពុងតែចោះចូលក្រឹតវិន័យនឹងយល់ទេក្រឹតវិន័យចែងពីអីខ្លះមានសេចក្តីយ៉ាងម៉េចខ្លះចែងពីក្រឹតវិន័យមានប្រមាណប្រភេទមានខ្លឹមសារយ៉ាងម៉េចមានអំណាចយ៉ាងម៉េចមានដែនកំណត់យ៉ាងម៉េចនិងមានតួនាទីយ៉ាងដូចម្ដេចកុំចោះចូលទាំងងងឹតងហើយនេះខ្ញុំចង់ជម្រាបថាគ្រាន់តែនិយាយពីអំណាចមួយមុខរបស់ក្រឹតវិន័យអង់គ្លេសថា the power of the law មានរាប់បញ្ចូល5មុខបាត់ហើយអំណាចក្រឹតវិន័យគឺការចោទប្រកាន់ក្រឹតវិន័យបកកែខាងចោទប្រកាន់ស្អីទៀតចាប់កំហុសក្រឹតវិន័យចាប់កំហុសអ្នកប្រព្រឹត្តស្អីទៀតការគំរាមក្រឹតវិន័យគំរាមថាប្រយ័ត្នអ្នកឯងតែជន់នឹងប្រយ័ត្នគុកប្រយ័ត្នច្រវាក់ប្រយ័ត្ននរោប្រយ័ត្នណាដល់ទី4ការដាក់បណ្ដាសាកាលណាធ្វើត្រូវតាមក្រឹតវិន័យបានប្រពោធ្វើខុសត្រូវបណ្ដាសាហើយនឹងទី5ការដាក់ទោសវិនិច្ឆ័យនៅក្នុងបឹងភ្លើងអស់កាលជានិច្ចឬទោសនៅផែនដីអ្នកផិតក្បត់ស្រីត្រូវគេគប់សម្លាប់នឹងដុំថ្មឃើញទេនេះឯងអំណាចនៃក្រឹតវិន័យហើយក្រឹតវិន័យមានអំណាចលើអ្នកណាមានអំណាចលើអ្នកណាដែលចុះចូលក្រោមអំណាចរបស់ខ្លួនដូចសម័យប្រទេសខ្មែររំដោះចេញពីខ្មែរក្រហមទឹកដីខ្មែរតែមួយតែមានអំណាចពីរអំណាចរដ្ឋាភិបាលភ្នំពេញនិងអំណាចខ្មែរក្រហមនៅលំវែងខ្មែរណានៅភ្នំពេញរួចផុតពីអំណាចខ្មែរក្រហមនៅលំវែងតែខ្មែរនៅភ្នំពេញទៅស៊ីនៅលំវែងត្រូវចុះចូលនឹងអំណាចខ្មែរក្រហមនៅលំវែងអាមែនមិនអាមែនហើយនៅភ្នំវត្តដែរកាលនោះអ្នកណាទៅភ្នំវត្តបាត់ខ្លួនមកឃើញអ្នកកសែតបរទេសប្រហែលអ្នកត្រូវគេចាប់នៅភ្នំវត្តមែនទេទឹកដីកម្ពុជាតែមួយកន្លែងដែលមានសន្តិសុខយើងដើរទៅសុខដើរទៅកន្លែងមួយដែលក្រុមអំណាចខ្មែរក្រហមជាប់មកក្រុមអំណាចមកគឺបរិស័ទខ្លះមកនៅក្នុងព្រះគុណតែបកទៅចុះចូលនឹងក្រឹតវិនៃជាប់ងក់មកជាប់ងក់មកអញ្ចឹងរ៉ូមចំពុក5ខ21ណាខ20និង21ក្រឹតវិន័យកើតមានឡើងដើម្បីអីធ្វើឲ្យកំហុសកើតមានកាន់តែច្រើនឡើងបើផ្លូវនេះអត់មានដាក់ហាមចតយើងចតឡានបានទេអត់ចតម៉ូតូបានទេអត់បានទេចតកង់បានទេអត់ចុះបើគេដាក់ហាមចតអត់បានទេផាកឥឡូវហើយមុនមកផាកប៉ូលីសប្រាប់យើងថាម៉េចថាលោកត្រូវឬលោកខុសក្រឹតវិន័យធ្វើឲ្យឃើញខ្លួនយើងមានកំហុសហើយកន្លែងខ្លះចតថ្ងៃគូនឹងចតថ្ងៃសេះយើងខកថ្ងៃមុនទៅថ្ងៃសេះចតបានហើយនឹងចតទៀតសាច់ប៉ូលីសចង្អុលចតបានតែថ្ងៃគូមើលអានឹងទៀតកុំឃើញថ្ងៃម្សិលចតបានមិនប្រកាសថ្ងៃនេះចតបានព្រោះមានថ្ងៃគូថ្ងៃសេះទៀតនេះឲ្យក្រឹតវិន័យបង្ហាញកំហុសរបស់មនុស្សបង្ហាញបទល្មើសរបស់មនុស្សសូមយើងញឹមកំហុសបទល្មើសអំពើរំលងហើយបឋមមែនតើគេហៅបទឧក្រិដ្ឋណាបើស្រាលកំហុសបទល្មើសតែធ្ងន់បទឧក្រិដ្ឋអញ្ចឹងក្រឹតវិន័យកើតមានឡើងដើម្បីអីឆ្លើយមកដើម្បីធ្វើឲ្យកំហុសកើតមានកាន់តែច្រើនឡើងមានក្រឹតវិន័យតិចកំហុសយើងក៏តិចក្រឹតវិន័យកាន់តែច្រើនកំហុសយើងកាន់តែច្រើនព្រោះសម្បូរមនុស្សដែលបំពេញក្រឹតវិន័យជឿមិនជឿចោះសំមើលទៅទៀតនៅទីណាដែលមានបាបកាន់តែច្រើនទីនោះព្រះគុណក៏រឹតតែមានច្រើនថែមទៀតគ្រូពេទ្យមកមើលអ្នកណាមកមើលអ្នកជំងឺមែនទេបើសិនជាប្រទេសមួយមន្ទីរពេទ្យអត់សូវមានមនុស្សចូលដេកពេទ្យជាជោគជ័យឬក៏ជាបរាជ័យនេះជាជោគជ័យព្រោះអត់សូវមានអ្នកឈឺមែនទេប្រទេសមួយដែលមានគុកមិនសូវមានអ្នកទោសជោគជ័យឬក៏បរាជ័យជោគជ័យព្រោះមនុស្សភាគច្រើនជាមនុស្សដែលចោះចូលនឹងច្បាប់រដ្ឋមែនទេប៉ុន្តែបើឃើញគុកណាក៏ពេញដោយអ្នកទោសបាទមានអ្នកល្មើសក្រឹតវិន័យច្រើនអ្នកល្មើសច្បាប់ច្រើនមិនចឹងទេអញ្ចឹងមានអ្នកជំងឺកាន់តែច្រើនពេទ្យមានកាន់តែច្រើនមានមនុស្សលិចទឹកលងទឹកកាន់តែច្រើនមានអ្នកសង្គ្រោះយើងពីទឹកកាន់តែច្រើនអញ្ចឹងព្រះគុណមានរត់តែច្រើននៅទីណាទីដែលមានបាបកាន់តែច្រើនខ21បាបសោយរាជបណ្ដាលឲ្យមានសេចក្តីស្លាប់សូបាបចូលមកផែនដីតាមរយៈអ្នកណាបរោះដំបងឈ្មោះអា
ដាំហើយបាបចូលមកនាំអីមកជាមួយដោយសារមនុស្សធ្វើបាបមនុស្សស្លាប់ខាងឯវិញ្ញាណមនុស្សដាច់តំណែងមួយព្រះអញ្ចឹងបាបនិងសេចក្តីស្លាប់ហ្នឹងស្លាប់ខាងវិញ្ញាណហ្នឹងមកជាមួយគ្នាហ្មងសោយរិទ្ធទាំងគូហ្មងដូចខ្មែរថាកុកហើតែឯងតែខ្លែងហើទាំងគូហ្មងតែមានបាបមានសេចក្តីស្លាប់មកជាមួយគ្នាហ្មងឃើញទេហើយចុះព្រះគុណវិញបើព្រះគុណសោយរាជកាលណាព្រះគុណសោយរាជមានសេចក្តីសុចរិតនិងជីវិតអស់កាលជានិច្ចក្រឹតវិន័យសោយរាជបាបនិងសេចក្តីស្លាប់ព្រះគុណសោយរាជគឺអីសេចក្តីសុចរិតនិងជីវិតអស់កាលសូមលើកដៃឆ្វេងជាមួយខ្ញុំក្រឹតវិន័យសោយរាជនាំបាបនិងសេចក្តីស្លាប់តែស្ដាំព្រះគុណសោយរាជនាំសេចក្តីសុចរិតនិងជីវិតអស់កាលរាជមានតែពីរឯងរាជក្រឹតវិន័យនិងរាជនៃព្រះគុណរាជក្រឹតវិន័យស្លាប់រាជព្រះគុណរស់អស់កាលជានិច្ចរាជក្រឹតវិន័យមានបាបធ្វើខុសបង្ហាញហ្មងបាបព្រះគុណវិញអត់ទោសបែររាប់ជាសុចរិតដោយសារជំនឿយើងបានសុចរិតដោយសារជំនឿយើងបានសុចរិតដោយសារយើងនៅរួមជាមួយព្រះគ្រីស្ទដែលសុចរិតចឹងយើងរស់ក្នុងរាជមួយណារាជព្រះគុណរស់ជាមួយអ្នកណាតាមរយៈអ្នកណាព្រះយេស៊ូវគ្រីស្ទជាអម្ចាស់នៃយើងអ្នកខ្លះអត់បានយកព្រះគ្រីស្ទជាអម្ចាស់យកព្រះគ្រីស្ទជាអ្នកដោះបំណុលយើងយកព្រះគ្រីស្ទជាប្រធានអង្គការមនុស្សធម៌សម្រាប់យើងកាលណាយើងទៅទិញអីវ៉ាន់យើងធ្វើ shopping list មួយបញ្ជីទិញអីវ៉ាន់មួយហើយយើងអាចថាមកព្រះអង្គទៅឲ្យនេះខ្ញុំភ័យនេះខ្ញុំបងនេះខ្ញុំព្រះគ្រីស្ទធ្វើលើសនឹងទៀតធ្វើលើសពីគ្រាន់តែឆ្លើយតបសេចក្តីត្រូវការរបស់យើងព្រះអង្គស្រឡាញ់យើងព្រះអង្គមេត្តាចំពោះយើងព្រះអង្គសម្ដែងព្រះគុណមកលើយើងតែយើងរកឃើញព្រះគុណតែយើងទទួលបានក្តីមេត្តាតែយើងចាក់រឹងក្តីស្រឡាញ់ព្រះអង្គនឹងធ្វើការអស្ចារ្យច្រើនសន្ធឹកលើសទាំងការគិតនិងការទូលសូមរបស់យើងតទៅទៀតខ្ញុំជាប់គុកសម័យប៉ុលពតខ្ញុំគិតអីធ្វើម៉េចបានហូបឆ្អែតថ្ងៃនេះធ្វើម៉េចបានក៏ទូកហូបថ្ងៃនេះធ្វើម៉េចបានត្រីមួយដុំថ្ងៃនេះធ្វើម៉េចបានរួចជីវិតថ្ងៃនេះគិតតែប៉ុណ្្នឹងដល់ព្រះឆ្លើយតបវិញព្រះអង្គដោះខ្ញុំរួចពីគុកព្រះអង្គនាំខ្ញុំចេញពីកំណរសម្រាមមកអង្គុយជាមួយជួរស្ដេចបញ្ជូនខ្ញុំចេញទៅក្នុងពិភពលោកក្នុងនាមជាទូតនៃដំណឹងល្អអស្ចារ្យយើងសុំតែរស់ឯងសុំតែមករស់ព្រះអង្គឲ្យលើសពីរស់ទៀតគឺរស់មានជីវិតពេញបរិបូរណ៍យើងសុំតែមកឆ្អែតព្រះអង្គរៀបតុឲ្យយើងនៅចំពោះមុខខ្មាំងសត្វត្រីយើងសុំតែមកបានសង្គ្រោះទ្រង់លៀបប្រេងអបិសេកយើងតាំងយើងជាទូតរបស់ព្រះអង្គនេះស្ដីស្រឡាញ់របស់ព្រះនេះគម្រោងការអត្តកម្មាំងរបស់ព្រះអញ្ចឹងនៅនេះខ្ញុំចង់ជម្រាបថាអំណាចរបស់ក្រឹតវិន័យខុសគ្នាពីអំណាចរបស់ព្រះគុណកាលណាយើងចោះចូលនឹងអ្នកណាគឺចោះចូលនឹងអំណាចហ្នឹងហើយជឿមិនជឿតែយើងចោះចូលនឹងក្រឹតវិន័យគឺយើងស្ថិតនៅក្រោមអំណាចនៃក្រឹតវិន័យបើយើងចោះចូលចំពោះព្រះគុណចំពោះព្រះគ្រីស្ទយើងស្ថិតនៅក្រោមអំណាចនៃព្រះគុណអំណាចនៃព្រះគ្រីស្ទអញ្ចឹងក្រឹតវិន័យមានអំណាចអីធ្វើឲ្យមនុស្សមានបាបធ្វើឲ្យមនុស្សស្លាប់តោះនិយាយឡើងវិញដៃឆ្វេងក្រឹតវិន័យមានអំណាចយ៉ាងម៉េចឲ្យមនុស្សមានបាបហើយនឹងឲ្យមនុស្សស្លាប់មានបាបស្លាប់ឃើញទេបង្ហាញត្រូវបង្ហាញទឹកដល់ខ្លួនឯងហាលហើយមិនរួចមិនងាប់មែនទេហាលទឹកដល់ខ្លួនឯងដល់ហើយមិនរួចមិនងាប់ខ្លួនហាលទឹកឬត្រូវការអ្នកស្រង់យើងចេញពីទឹកគ្មានណាមួយត្រូវការក្បួនហាលទឹកពេលកំពុងជ្រក់ទឹកហ្នឹងទេកូនងាត់កាត់ងាមកភ្លាមត្រូវការបង្រៀនបំបៅឲ្យអត់ដាក់មេរៀនវិធីមេរៀនទី1នៃការបៅដោះចាំបាច់រៀនទេអត់ទេវាចេះកើតមកភ្លាមចេះ4មុខហ្មងទី1ចេះយំទី2ចេះជុះទី3ចេះនោមទី4ចេះអីទៀតចេញជក់ដោះហើយពេលហ្នឹងបាច់ទៅដោះរបស់ម្ដាយអ្នកឯងទំហំប៉ុណ្ណេះសង់ទីម៉ែត្រអត់បាច់បង្រៀនវាទេតែដាក់មកច្បាច់មានទឹកវាច្បាច់ទឹកកាន់តែចេញច្រើនព្រោះវាច្បាច់ចេញទឹកចឹងឲ្យដាក់ពុបដៃច្បាច់មាត់ជក់ហ្មងប៉ុន្តែកន្លងមកយើងមិនតាំងតន់កើតជាថ្មីក្នុងប្រទេសផងខំបង្រៀនមេរៀនទី1ជំហានទី1ជំហានទី2ក្នុងការស្គាល់ព្រះ
មនុស្សងាប់រៀនចេះបានប្រយោជន៍អីក្រោយពីបានសញ្ញាបត្រជូនហើយងាប់ដល់ដែរយើងពីដើមស្លាប់ក្នុងអាដាមបាបសោយរាជជាមួយអីដែលស្លាប់សេចក្តីស្លាប់មានប្រយោជន៍ចំពោះមនុស្សស្លាប់ទេសញ្ញាបត្រមានអំណាចមានប្រយោជន៍ចំពោះមនុស្សស្លាប់ទេបើមានប្រយោជន៍ពេលស្លាប់ហើយយកសញ្ញាបត្រទាំងអស់ទៅតាំងនៅកន្លែងភ្នោទៅនឹងមានប្រយោជន៍ចាប៉ុន្តែហេតុអីយើងប្រឹងម៉ែចឹងបានពោលថាដូចអីមុនស្គាល់ព្រះគ្រីស្ទអស់ចាក្រោយស្គាល់ព្រះគ្រីស្ទស្អីនឹងដូចអីសម្រាមចុះប្រគុណវិញមានអំណាចអីធ្វើឲ្យមនុស្សសុចរិតដោយជំនឿហើយមានជីវិតអស់កលជានិច្ចដោយអីដោយជំនឿឃើញទេក្រឹតវិន័យមានអំណាចឲ្យមនុស្សមានបាបដោយការប្រព្រឹត្តបានបាបស្លាប់កាលណាធ្វើអាបស្លាប់តែប្រគុណវិញធ្វើបានជឿព្រះយេស៊ូវដោះយើងឲ្យរួចអាមែនទេប្រោសយើងឲ្យសុចរិតប្រទានឲ្យយើងមានជីវិតអស់កលនេះហើយព្រះគុណអ្នកដែលមិនស័ក្តិសមនឹងរួចជីវិតបែរជារួចជីវិតអ្នកដែលមិនស័ក្តិសមនឹងបានសុចរិតបែរជាបានសុចរិតដោយសារជំនឿដោយសារព្រះគុណផ្ទះដៃអរគុណព្រះអង្គចឹងអំបញ្ញមិញយើងនិយាយពីអីបើចង់ចោះចូលនឹងក្រឹតវិន័យត្រូវស្គាល់អីខ្លះប្រភេទនៃក្រឹតវិន័យថាមកខ្ញុំប្រភេទនៃក្រឹតវិន័យខ្លឹមសារនៃក្រឹតវិន័យអំណាចនៃក្រឹតវិន័យដែនកំណត់នៃក្រឹតវិន័យនិងតួនាទីរបស់ក្រឹតវិន័យឥឡូវយើងរៀនពីប្រភេទនៃក្រឹតវិន័យណាប្រភេទនិងខ្លឹមសារនៃក្រឹតវិន័យកាឡាទីចំពុក3ខ19ក្រឹតវិន័យកើតមានមកតាមក្រោយដើម្បីបង្ហាញបទល្មើសរបស់មនុស្សហើយមានខ្លឹមសាររហូតដល់ពូជពងដែលត្រូវទទួលមរតកតាមព្រះបន្ទូលសន្យាយាងមកដល់ពួកទេវតាបាននាំយកក្រឹតវិន័យនេះមកតាមរយៈមនុស្សម្នាក់ដែលជួយធ្វើអន្តរាគមមុនមានក្រឹតវិន័យមានព្រះគុណរួចទៅហើយអាដាមធ្វើបាបភ្លាមព្រះសម្ដែងព្រះគុណសម្លាប់សត្វមួយយកស្បែកសត្វទៅធ្វើជាស្លៀកបំពាក់គ្របដណ្ដប់លើអាដាមនិងនាងអេវ៉ាមានព្រះគុណរួចទៅហើយសម័យអាប់រ៉ាហាំព្រះសម្ដែងព្រះគុណឃើញទេព្រះជ្រើសរើសអាប់រ៉ាហាំចេញពីការថ្វាយបង្គំព្រះអាទិត្យមកថ្វាយបង្គំព្រះដែលបង្កើតព្រះអាទិត្យឃើញទេពីមុនគាត់ជា sun worshipper ជាអ្នកថ្វាយបង្គំព្រះអាទិត្យឥឡូវនេះទៅជាអ្នកថ្វាយបង្គំព្រះដែលជាម្ចាស់នៃពិភពលោកព្រះជាអម្ចាស់ហើយមិនថាគាត់ភៀសខ្លួនបនេចរពីទឹកដីមួយទៅទឹកដីមួយទូរភឹកអត់មានយ៉ាងម៉េចព្រះនៅតែប្រទានពរគាត់មិនថាសត្រូវមកវាយប្រហារប្លន់ដណ្ដើមយកវងសัตว์យកអ្នកបង្ហើគាត់យ៉ាងម៉េចគាត់ព្រះនៅតែការពារគាត់ចាស់ហើយនៅតែច្បាំងឈ្នះស្ដេចនេះហើយព្រះអោយពរគាត់ព្រះការពារគាត់ព្រះចម្រុងចម្រើនគាត់ព្រះធ្វើឲ្យគាត់សុចរិតដោយជំនឿអាប់រ៉ាហាំសុចរិតដោយសារជំនឿហើយព្រះធ្វើឲ្យគាត់មានសុខវាល្អមានអាយុវែងមានអំណាចគ្រប់គ្រងលើផែនដីមានកូនចៅបន្តពូជបន្តវេនទាំងកូនបង្កើតនិងទាំងកូនខាងឯជំនឿហើយបទគម្ពីរធៀបថាពូជរបស់អាប់រ៉ាហាំច្រើនដូចដីខ្សាច់និងច្រើនដូចផ្កាយលើមេឃឥឡូវនេះក្រឹតវិន័យកើតមកក្រោយពីព្រះគុណហើយម៉ូសេកើតងាឡើងរស់ដោយសារព្រះគុណគេទៅបញ្ជាឲ្យសម្លាប់កូនប្រុសទាំងអស់តែយាយម៉ូបវាហ្នឹងមិនព្រមសម្លាប់ម៉ូសេហើយម្ដាយម៉ូសេនិងឪពុកម៉ូសេនិងបងសេម៉ូសេលាក់ម៉ូសេរត់ទៅទីផុតលាក់លែងបានម៉ូសេធំឡើងចឹងក៏បណ្ដាច់ពងពីរដាក់ក្នុងកន្ត្រកដែលលាបខ្មុកលាបម្រ័ក្សដើម្បីកុំឲ្យទឹកចូលលាបជាប់ទឹកណាបណ្ដាច់តាមដងទន្លេនីលហើយបណ្ដាច់ឲ្យហូរទៅសិតតែបុត្រីបច្ចៅផារ៉ោនជាមហាក្សត្រជាព្រះអង្គម្ចាស់ស្ត្រីមកកសាលទឹកនៅទន្លេនីលហ្នឹងឮសូរម៉ូសេយំក៏ទៅស្រង់ទីរូបនឹងឡើងដាក់ឈ្មោះថាម៉ូសេប្រែថាកូនដែលយើងស្រង់ចេញពីទឹកហើយក៏យកមកចិញ្ចឹមប៉ុន្តែនាងអត់មានទឹកដោះឲ្យកូននឹងបើមិនដឹងធ្វើម៉េចត្រូវរម៉ែដោះម៉ែដោះថៃថាម៉ែនំប្រែថាដោះម៉ែនំយើងមាននំមាននាងណាថៃថាម៉ែនំម៉ែណាងណាដល់ចឹងទៅនាងមករៀមជាបងស្រីម៉ូសេក៏បង្ហាញខ្លួនចំពោះអង្គម្ចាស់ស្ត្រីថាបងម្ចាស់ស្ត្រីអនុញ្ញាតឲ្យខ្ញុំម្ចាស់រមេដោះឲ្យទៅចឹងរមមកប៉ុន្តែមានតែសាសហេប្រឺក៏ដោយឈ្មោះដើមរបស់អ៊ីស្រាអែលគឺហេប្រឺដូចឈ្មោះដើមខ្មែរយើងគឺចេនឡាឬក៏គោកធ្លកមិនយ៉ាងណាហើយតើយើងបង់លុយឲ្យថែឲ្យល្អដល់ដឹងក្តីយកមកឲ្យយើងដោយគឺ
ព្រះបើកចិត្តម្ចាស់ស្ត្រីឲ្យអាណិតឲ្យស្រឡាញ់សុខទុក្ខចិត្តស្រីសាហេប្រឺឲ្យបំបៅដោះដល់អាយុយកមកអញ្ចឹងដាក់ឈ្មោះជាកូនហើយបានឋានៈជាព្រះអង្គម្ចាស់ហើយទទួលក្រឹតវិន័យពីព្រះអង្គមកហើយគាត់ខ្លាចជាមនុស្សម្នាក់ដែលជួយធ្វើអន្តរាគមន៍អង់គ្លេសថា mediator សូមនិយាយខ្ញុំ mediator អ្នកធ្វើអន្តរាគមន៍ពាក្យបាលីយើងសន្ធានការីសន្ធានការីមានន័យថាអ្នកតភ្ជាប់មនុស្សជាមួយនឹងព្រះអ្នកតភ្ជាប់ព្រះជាមួយនឹងមនុស្សអ្នកឈរជាកណ្ដាលមនុស្សហើយនឹងព្រះបាទហើយពាក្យមួយទៀតមកពាក្យមជ្ឈព្រះតកណាលចឹងអ្នកនៅកណ្ដាលមជ្ឈិន្តកមជ្ឈិន្តការីមជ្ឈមជ្ឈិមកណ្ដាលអ្នកឈរនៅកណ្ដាលចឹងគាត់ជាអ្នកធ្វើអន្តរាគមន៍ជាសន្ធានការីជាមជ្ឈិន្តកណាព្រះប្រទានអីតាមម៉ូសេក្រឹតវិន័យក្រឹតវិន័យជាស្អីជាច្បាប់ឬក៏ជាក្រមខ្ញុំច្បាប់ក្រមបើច្បាប់សិលធម៌គេថាក្រមសិលធម៌យល់ទេបាទមាន4ប្រភេទហើយក្នុង4ប្រភេទហ្នឹងចែកចេញជា2មានបញ្ជាហើយនឹងបញ្ញត្តិតែបញ្ជាគឺបង្គាប់ឲ្យធ្វើតាមឧទាហរណ៍ចូលគោរពមេដាបៃតាខាត់យើងឬក៏បង្គាប់យើងនឹងបង្គាប់ចុះបញ្ញត្តិវិញបំរាមបញ្ញត្តិគឺបំរាមហើយឧទាហរណ៍ថាកុំផិតក្បត់ឲ្យសោះអានេះជាបង្គាប់ឬក៏បំរាមបង្គាប់ឬក៏បញ្ញត្តិកន្លងមកយើងនិយាយអត់គិតទេបញ្ញត្តិ10ប្រការឆៃបើ10ប្រការនឹងហាមទាំងអស់ឬក៏មានបង្គាប់ហើយក្នុងនឹងផងហើយមានបញ្ញត្តិនៅនឹងផងសូមយល់ឲ្យច្បាស់បញ្ញត្តិប្រែតែការហាមគាត់ណាកុំផិតក្បត់ឲ្យសោះជាអីបញ្ញត្តិណាកុំធ្វើបន្ទាល់ខ្លាយជាអីបញ្ញត្តិហើយចោះចូលគ្រប់បេដាបង្គាប់បញ្ជាអញ្ចឹងព្រះអង្គប្រទានមកនេះណាអ៊ីស្រាអែលក្រឹតវិន័យម៉ូសេមិនសម្រាប់ខ្មែរទេសម្រាប់អីអ៊ីស្រាអែលធម្មនុញ្ញថៃសម្រាប់អ្នកណាខ្មែរអនុវត្តឬសម្រាប់ជនជាតិថៃអនុវត្តចុះរដ្ឋធម្មនុញ្ញខ្មែរម៉ែហើយចុះក្រឹតវិន័យដែលព្រះប្រទានតាមម៉ូសេសម្រាប់អ៊ីស្រាអែលគូឲ្យស្ដាយគ្រីបសច្ចរិតអានឲ្យខំធ្វើតាមខំយកច្បាប់អ៊ីស្រាអែលមកធ្វើតាមមិនក៏មិនអនុវត្តច្បាប់អាមេរិកនៅស្រុកខ្មែរផងមិនក៏មិនបើកឡានឆ្វេងទៅហើយមិនក៏មិនបង់ពន្ធតាមអាមេរិកទៅហើយមិនក៏មិនបើកប្រាក់រត្រែតក្រោយពីធ្វើការហើយមិនបើកផងទៅបើកពីណានេះខ្លះមើលកពីបួងយកច្បាប់សម្រាប់អ៊ីស្រាអែលឯងមកអនុវត្តដែរដល់អនុវត្តបានអស់ក្តីសង្ឃឹមដូចសមុទ្រថាអស់ក្តីសង្ឃឹមតាន់ដូចមេឃស្រស់ទុំតាន់ឲ្យខ្ញុំក្រៀមក្រំអរ៉ាពួកអីធ្វើអត់បានហើយគេបង្រៀនតត្រូវធ្វើអញ្ចេះត្រូវធ្វើអញ្ចេះចុះលោកគ្រូខ្ញុំធ្វើអត់បានទេបរៀនអ្វីដែលខ្លួនឯងធ្វើមិនបានប៉ុន្តែធ្វើរកគ្រាន់បើដោយខ្លួនឯងធ្វើតាមបានចឹងឬប្រហែលអ្នកដែលគ្រូបង្រៀនពីអតិថានដែលគាត់មិននិយាយថាគាត់ប្រកែអតិថានណាមានប្រហែលអ្នកដែលនិយាយថាបង្រៀនអតិថានគាត់ថាគាត់ក៏ធ្លាប់ភ្លេចអតិថានដែរចឹងថ្ងៃនេះយើងនឹងរៀនស្គាល់ថាក្រឹតវិន័យមានប្រមាណប្រភេទ4ហើយចែកចេញជាប្រមាណបែប2គឺការបង្គាប់គេហៅថាបញ្ជានិងការហាម5គេហៅថាបញ្ញត្តិសម្រាប់អ្នកណាប្រព្រឹត្តតាមក្រឹតវិន័យម៉ូសេអ៊ីស្រាអែលនិយាយលឺអ្នកណាទៅប្រព្រឹត្តតាមក្រឹតវិន័យម៉ូសេអ៊ីស្រាអែលហើយចុះខ្មែរមុនជឿព្រះគេប្រព្រឹត្តតាមក្រឹតវិន័យអីសិក្ខាបទទាំង5សិល5ហើយអ្នកដែលជុតជ្រាបលើសពីសិល5ទៀតកាន់សិលអីសិល8មានម៉ូសេពីណានឹងហើយក្រឹតវិន័យរបស់ខ្មែរអាមែនមិនអាមែនទៅទៀតច្បាប់ចែកចេញជា4ប្រភេទទី1ច្បាប់សិលធម៌ខ្ញុំច្បាប់សិលធម៌ទី2ច្បាប់វិជាពលរដ្ឋទី3ច្បាប់យ៉ាញ់បូជាទី4ច្បាប់ពិធីបុណ្យអ្នកខ្លះយកច្បាប់យ៉ាញ់បូជាច្បាប់ពិធីបុណ្យច្បាច់ចូលគ្នាតែមួយណាខ្ញុំបំបែកជា4ដើម្បីឲ្យយើងងាយយល់ឥឡូវនេះច្បាប់សិលធម៌ឬក្រឹតវិន័យ10ប្រការហើយកុំនិយាយបញ្ញត្តិ10ប្រការទៀត
chẳng ngày này chạy mơ bành nhặt miền tầng đọc bà cá rồi bành nhặt miền đọc đọc bà cá thế nị khăm mấy nàng cho bố phây khó mũi đọc khó đọc bằng pơ châu thoát bằng cung phải ông cha tẻ mũi ông cột bành nhặt rồi có bành chia này bành chia mà bà cá tìm mũi cứ bánh chia tí pi công chla nâng công thoại công rụp sầm nạ nè chia sấy này bành nhặt pro hám khỏi cái nhé tí bay công pra phần niệm bà ông cha chia asa ắt ca sấy này bành nhặt pro ca hám khỏi công phải chinh phần niệm bà ông chia asa ắt ca tí buôn trồn nhớ ngày sabat chia ngày vi sập chia sấy này bành chia ở lên nữa bành nhặt đọc pra cá rồi miền bành chia phong bành nhặt phong dây tam lư tiết để ọt này dây đại miền ca vô đăng bên ngày này to tới nè khá cho chôn cơ này tiếng mình vô dịch đây để chạy tục nông cơ này phong hơi tăng luôn ấy được khoảng bờ nè chẳng thế màយើងថាបកែឡើងប្រកាច់ហើយនេះបានបកែឡើងប្រកាច់ពុបកែខុសក្បាច់ចេញអាចតាមគូតតែបកែខុសក្បាច់ចេញអាចនឹងលៀនតសាភ្នែកខ5ចូលគោរពមេដាបេដាបញ្ជាឬក៏បញ្ញត្តិចូលគោរពជាអីបញ្ជាខ6កុំសម្រាប់មនុស្សបាណាទេបាតានេះស្អីនេះបញ្ញត្តិខ7កុំប្រព្រឹត្តអំពើផាត់ក្បត់បញ្ញត្តិឬក៏បញ្ជានេះបញ្ញត្តិខ8កុំលួចប្លន់គេអត្តនីទានានេះបញ្ញត្តិឬក៏បញ្ជាបញ្ញត្តិខ10ខ9កុំធ្វើសាក់សីខ្លែងខ្លាយកុំធ្វើបន្តខ្លែងខ្លាយដែលនាំឲ្យអ្នកដទៃមានទោសកុំផ្ដោតចំណាយខ្លែងខ្លាយនៅតាឡាកាសាលាដំបងក៏ដោយសាលាអីបន្ទាប់ពីសាលាដំបងសាលាអីអូតូនិងតាឡាការជាន់ខ្ពស់ស្អីនេះកុំធ្វើសាក់សីខ្លែងខ្លាយបញ្ជាឬក៏បញ្ញត្តិខ10កុំលុបលុនចង់បានសម្បត្តិអ្នកដទៃបញ្ជាឬក៏បញ្ញត្តិចឹងក្រឹតវិន័យមានប្រមាណប្រការក្រឹតវិន័យសិលធម៌ក្រមសិលធម៌ច្បាប់សិលធម៌10ប៉ុន្តែមានបញ្ជាខ្លះហើយមានបញ្ញត្តិដែរទេចឹងពេលថ្ងៃនេះតទៅនិយាយបញ្ញត្តិ10ប្រការទៀតទេអត់និយាយទៀតទេអត់បាទកុំរត់មាត់ដូចសេកសារកាននិយាយឲ្យទៅសួរអាបងហើយចាស់ចង់ស៊ីអីចង់ស៊ីមិនទេ How are you fine thank you សុខសប្បាយទេសុខបាយតាច្បាប់សិលធម៌ដែលយើងហៅថាក្រឹតវិន័យ4ប្រការដំបូងចឹងចែកជាបញ្ជា2ប្រការនិងបញ្ញត្តិ2ប្រការសូមយល់ខ្ញុំ4ប្រការដំបូងលើកដៃរបស់ខ្ញុំពីក្រោមទៅលើតម្លាក់ពីលើចុះក្រោមពីក្រោមទៅលើចឹងក្រឹតវិន័យនេះគឺនាំមនុស្សខំតាក់ទងជាមួយនឹងព្រះមនុស្សត្រូវប្រឹងឈោងទៅរកព្រះឃើញទេឈោងទៅរកព្រះដូចមេឃសែនខ្ពស់ឆ្ងាយឆ្ងាយពីពោះសទ្ធាដូចទន្សាយនឹងដួងចន្ទ្រាដូចពំងាហើយនឹងរូបបងណាដូចព្រះហើយនឹងមនុស្សបាបហ្នឹងខំឈោងតែព្រះនៅឆ្ងាយឈោងយ៉ាងម៉េចតាមរយៈក្រឹតវិន័យ4ប្រការហើយនៅ4ប្រការហ្នឹងមានបញ្ជាប្រមាណហើយមានបង្គាប់ប្រមាណមានបញ្ជា2ហើយនឹងបញ្ញត្តិ2ហេបញ្ជាអីចូលថ្វាយបង្គំព្រះអង្គម្ចាស់ចូលញ៉ៃថ្ងៃសបាជាថ្ងៃវិសុទ្ធនេះបញ្ជាដើម្បីឈោងចាប់ព្រះឈោងទៅរកព្រះចុះបញ្ញត្តិវិញកុំឆ្លាក់រូបព្រះដតីថ្វាយបង្គំមែនទេហើយកុំចេញពនាមព្រះអង្គជាអាសាអិតកាអញ្ចឹង4ខដំបូង4ប្រការដំបូងយើងហៅថាក្រឹតវិន័យជាខ្សែបន្ទាត់បាញ់ឈរសូមខ្ញុំបន្ទាត់បាញ់ឈរអង់គ្លេសថាម៉េចvertical law ក្រឹតវិន័យជាបន្ទាត់បញ្ឈរមនុស្សទៅរកព្រះពីក្រោមទៅលើសាសនាគឺមនុស្សខំឈោងពីក្រោមទៅលើដើម្បីឲ្យព្រះគប់បហារតីដើម្បីឲ្យព្រះលើកលែងទូដើម្បីឲ្យព្រះទទួលស្គាល់ថាខ្ញុំសុចរិតថាខ្ញុំត្រឹមត្រូវថាខ្ញុំថ្លៃថ្នូរថាខ្ញុំសប្បុរសថាខ្ញុំចិត្តបុណ្យថាខ្ញុំផ្អែមល្ហែមទាំងកាយវាចាចិត្តអញ្ចឹងដែរច្បាប់នេះទាំង4ប្រការនេះអ្នកណាអ្នកអនុវត្តអ៊ីស្រាអែលអនុវត្តដើម្បីអីក្នុងនាមអីក្នុងនាមជាប្រជាជនដ៏ពិសិដ្ឋដែលព្រះជាម្ចាស់ជ្រើសរើសពួកមកពិភពលោកព្រះជ្រើសរើសយកជនជាតិអីអ៊ីស្រាអែលបាទដើម្បីអីដើម្បីបង្ហាញក្តីស្រឡាញ់ចំពោះព្រះថាខ្ញុំស្រឡាញ់ព្រះអង្គអស់ពីចិត្តអស់ពីគំនិតអស់ពីកម្លាំងអស់ពីប្រាជ្ញាទី2
ច្បាប់សិលធម៌6ប្រការចុងក្រោយឃើញមិញ4ប្រការដំបូងគឺនិក្ខមនាងចំពុក20ខ1ខ11ហើយ6ប្រការខាងក្រោយគឺនិក្ខមនាងចំពុក20ខ12ខ17មានបញ្ជាតែមួយប្រការហើយមានបញ្ញត្តិ5ប្រការបញ្ជាគឺអីសូមមើលចូលគោរពមេត្តាបិតាគេហ្នឹងកុំរឿងចិនមានតែអាកុំទេតែ2ម៉ាត់ទេគ្រីបោស័តមានដល់ទៅ5កុំណាហេកុំស្លាប់មនុស្សកុំផិតក្បត់កុំលួចគេកុំប្លន់គេកុំធ្វើសាស័យកលែងខ្លាយកុំលុបលន់ចង់បានសម្បត្តិអ្នកដទៃខ្ញុំសួរតែមួយក្នុងចំណោមយើងមានអ្នកអត់លោភទេអត់ធ្វើម៉េចដឹងតែលោភព្រោះចង់បានប្រាក់ខែច្រើនហើយបានដឹងតែលោភធ្វើការថែមម៉ោងហើយបើគិតដោះស្រាយតាមដំណោះស្រាយតាមក្រឹតវិន័យម៉ូសេជាប់ឲ្យធ្លាក់យើងធ្លាក់បាត់អាទី10ហ្នឹងមែនទេកុំលោភនឹងលោភបាត់ទៅហើយចង់ដឹងលោភចេញពីនឹងទៅមានក្រដាស់ដុល្លារគេឲ្យយើងរើសមានក្រដាស់$1 $5 $10 $20 $50 $100 គេរើសមួយណាយើងរើស100គ្រប់គ្នាហើយតែថាខ្ញុំអត់លោភផងណាវាឆ្ងាញ់ត្រង់ហ្នឹងយកក្រដាស់100តែគេខ្ញុំអត់លោភផងចឹងក្រឹតវិន័យ6ប្រការក្រឹតវិន័យ6ប្រការច្បាប់សិលធម៌6ប្រការនេះមិនមែនខ្សែបន្តប្រឈរទេគឺមនុស្សហើយនឹងមនុស្ស4ប្រការមុនមនុស្សហើយនឹងព្រះសូមខ្ញុំមនុស្សនិងមនុស្សធ្វើដៃមកខ្ញុំខ្សែបន្តអីនេះខ្សែបន្តផ្ដេកដើម្បីពង្រឹងទំនាក់ទំនងឲ្យល្អរវាងមនុស្សនិងមនុស្សខ្សែបន្តផ្ដេកអង់គ្លេសថា horizonពីមុន vertical relationship ឥឡូវនេះ horizontal relationship ឲ្យយើងតែនឹងល្អជាមួយមនុស្សដទៃទៀតចាប់ផ្ដើមពីម៉ែយើងកូនយើងប្រពន្ធយើងប្តីយើងសាច់ញាតិយើងមិត្តសម្លាញ់យើងនិងអ្នកដទៃមែនទេមែននឹងហៅតំណែងអីខ្សែបន្តផ្ដេករវាងមនុស្សនិងមនុស្សដើម្បីបង្កើនអីបង្ហាញអីរស់នៅឲ្យបានល្អហើយបង្ហាញក្តីស្រឡាញ់ដល់អ្នកដទៃឲ្យបានល្អចឹងក្នុងនាមជាអីប្រជាជនដ៏វិសុទ្ធដែលព្រះជាម្ចាស់ជ្រើសរើសពេលនោះសាសដទៃដូចខ្មែរដូចក្រិចដូចវៀតណាមដូចថៃមានចុះបញ្ជីក្រុមអំណាចក្រឹតវិន័យក្នុងអំណាចក្រឹតវិន័យរបស់ម៉ូសេមានចំណែកទេអត់មានទេអត់យើងព្រោះយើងមិនមែនអ៊ីស្រាអែលផងអ៊ីស្រាអែលត្រូវតែកាត់ស្បែកហើយយើងអត់កាត់ស្បែកផងមែនទេហើយចឹងសាសដទៃគ្មានសិទ្ធចូលសាសអ៊ីស្រាអែលហើយគ្មានទំនាក់ទំនងអ្វីជាមួយសម្ព័ន្ធមិត្តរបស់ព្រះជាម្ចាស់ដូចអ៊ីស្រាអែលទេអេពេសូចំពោះ2ខ12ចឹងពីថ្ងៃទៅអានកាពីឃើញក្រឹតវិន័យម៉ូសេសាសដទៃខំធ្វើតាមទៀតទេអត់បាទឥឡូវរស់នៅស្រុកខ្មែរខំអនុវត្តច្បាប់ស្រុកអាមេរិកទេអត់ណាសម្រាប់ពេលធ្វើការដល់យកសັບទៅទាញលុយពីក្រុមហ៊ុនហ្មងលុយខ្ញុំមិនសមនៅណាមានទេអត់ច្បាប់ស្រុកយើងអត់តាន់មានទេមែនទេអត់តាន់មានបេឡាសតុនស៊ីវិលប្រាក់អីប្រាក់ចូលនិវត្តន៍ក៏យើងបង់ពុនហើយស្រាប់តែគេចែកយើងចាយវិញទុំធ្វើការក៏បានវិញអត់ទេចាឲ្យតែមិនធ្វើនៅតែអត់ចឹងមែនទេមែនចឹងយើងរស់នៅស្រុកខ្មែរអនុវត្តច្បាប់អ៊ីស្រាអែលបានទេអត់បាទចុះចូលទៀតអត់ថ្ងៃនេះតទៅចុះចូលនឹងក្រឹតវិន័យម៉ូសេទៀតអត់ស្អីលឺចង់ចោះចូលកូនជើញចោះចូលទៅខ្ញុំមិនទេព្រោះខ្ញុំឆ្អែតអស់តាំងពីឆ្នាំ72ដល់ឆ្នាំ1997ប្រហែលឆ្នាំ72 82 92 20ឆ្នាំ97អស់25ឆ្នាំខ្ញុំរួចនៅឆ្នាំ1997ច្បាប់ស្ដីអំពីវិជាពលរដ្ឋខ្ញុំវិជាពលរដ្ឋបារាំងថា instruction civic អង់គ្លេសថា the civil law ច្បាប់របស់ប្រជាជនច្បាប់ដើម្បីប្រជាជនរស់នៅជាពលរដ្ឋថ្លៃថ្នូរជាពលរដ្ឋដែលជាកុលបុត្រកុលធីតារបស់សង្គមជាតិអ៊ីស្រាអែលត្រូវកាន់តាមច្បាប់ពលរដ្ឋមួយចំនួនដើម្បីធានាសុខុមាលភាពសង្គមច្បាប់ស្ដីពីអាហារហូបអាហារណាដែលសុខភាពល្អក៏ពីថាហូបអាហារណាដែលអីស្អាត clean កុំហូបអាហារណាដែលកខ្វក់ unclean
ហើយឥឡូវទៅមើលអា unclean សុទ្ធតែ cholesterol ទាំងអស់សម័យនោះក៏អត់ប្រើពាក្យ cholesterol ហើយ cholesterol ប្រើពាក្យ unclean មិនស្អាតអើតែស្អាតយ៉ាងម៉េចបើសัตว์ចឹង4ត្រូវតែកញ្ចក់ឆែកហើយទំពាអៀងពូឈូក៏ឆែកដែរតែអត់ទៅពេលអៀងតែហូបសាច់ជ្រូកច្រើនពេកខ្លាញ់ឡើងពេញខ្លួនឡើងពេញទៅសាយឈាមឡើង unclean ឃើញទេមានច្បាប់ស្ដីពីអាហារដើម្បីសុខភាពល្អច្បាប់អីទៀតនៅក្នុងលេវីវិន័យចំពោះ11ច្បាប់អីទៀតបរិភោគតែសត្វណាដែលអីស្អាតបញ្ជាចុកបញ្ញត្តិបំរាមកុំបរិភោគសត្វដែលមិនស្អាតដូចជាគ្រុំដូចជាងាវដូចជាកាពឹសព្រោះអីវាជាសត្វដែលជា vacuum cleaner ជាសត្វដែលជញ្ជក់ពឹសជញ្ជក់ជាតិពុលមកដាក់ខ្លួនវាដើម្បីថ្លឹងទឹកឲ្យមានបរិមាណអុកស៊ីហ្សែននិងអ៊ីដ្រូសែនសមមាត្រគ្នាចឹងខ្ចៅខ្ចងបង្កើតព្រះបង្កើតមកដើម្បីជក់យកជាតិពឹសជាតិ pollution ពីដែលបង្ខូច molecule អ៊ីដ្រូសែនអត់មិនឲ្យមានលំនឹងហ្នឹងវាជញ្ជក់ដើម្បីឲ្យទឹកនៅតែមាន H2O ដដែល H2O ដដែលនៅតែមាន hydrogen 2 molecule អុកស៊ីហ្សែន1 molecule ដដែលហើយដល់យើងហូបខ្ចៅសត្វហើមពោះផើមទាំងប្រុសក្មេងអាយុ2 10សោះផើមនៅខេត្តកញ្ចេះគេថាផុសផើមខ្លះអត់ចេះនិយាយតិចទឹកតាមពិតយើងហូបពឹសដែលនៅក្នុងសាច់ខ្ចៅហើយខ្មែរយើងរៀនតាំងក្បួនចិនស៊ីទាំងអស់លើកលែងតែកង់អាទិសភ្លើងនេះណាទៅតម្រងច្បាស់ហ្នឹងណាច្បាស់ហេពេលខ្លះហូបក្តាមតែនេះពោះអន់រៀកទោះពោះមិនអន់ក៏ត្រូវតែរៀកដែរព្រោះក្តាមហ្នឹងអានេះវានោះស្ទះវានឹងមានពឹសច្រើនណាស់ហើយយើងឆ្ងាញ់តែអាពងមកក្របពីក្របនឹងស្ទះនឹងហើយដល់មានពាក្យប្រៀនណាមិចស៊ីស្ទះក្តាមអត់នោមយប់នេះវាឆ្ងាញ់ត្រង់ហ្នឹងទៀតបើវាមិននោមយប់ចេញអាចយប់នេះរៀកទាំងយប់នេះកូនស្រីមានឪពុកដៅខ្លួនកកកូនឈឺអីកូនខ្ញុំដែរចឹងទេមកស្រុកគេរៀកអាចទាំងថ្ងៃបើស៊ីក្តាមនេះទៅទៀតច្បាប់ស្ដីពីការរួមភេទលេវីវិន័យ18ខ1ដល់ខ23បញ្ជាអីរួមភេទជាមួយបរិយាដែលស្អាតពីលោហិតរដូវបញ្ជាកុំរួមភេទជាមួយបរិយាដែលកំពុងមានលោហិតរដូវបញ្ញត្តិគេសិក្សាស្បូនរបស់ស្ត្រីអ៊ីស្រាអែលនិងស្បូនស្រីអាមេរិកកាំងស្រីអាមេរិកកាំងស្លាប់ហើយមានមហារីកស្បូនច្រើនជាងស្រីអ៊ីស្រាអែលដែលស្លាប់ដោយមហារីកស្បូនពួកអាមេរិកកាំងអត់ចេះតមសោះមកខែថ្ងៃ it's good it's great ល្អអស្ចារ្យតាអត់ចេះចាប់ប្រាំងទេអាមេរិកនេះមកខែថ្ងៃក៏ពេញលបឿនអត់ខែថ្ងៃក៏ពេញក្បងរួចស្ត្រីកើតមហារីកមាត់ទ្វារមាសមហារីកស្បូនដើម្បីសុខភាពច្បាប់ស្ដីអំពីការកាត់ស្បែកលេវីវិន័យចំពោះ12ខ3វិធីកាត់ស្បែកកូនផុសត្រូវតែកាត់ស្បែកនៅថ្ងៃទី8តែផុតពីថ្ងៃហ្នឹងហេមកាត់រោបកាច់ឥឡូវពួកអាភ្នៀសហ្នឹងវាស្រួលកាត់ថ្ងៃទី8ហ្នឹងឯងហើយវាឆាប់ដោះវិញតើចូលអាយុ24នៅបានកាត់ហើមកលៀនឥឡូវហ្នឹងដើរក្តោបឥឡូវហ្នឹងរឿងថ្ងៃទី8អាយុ3ថ្ងៃកាត់មកងាយនឹងដោះវិញដើម្បីអីសុខភាពល្អកុំឲ្យមេរោគកាច់សបុកនៅក្នុងនឹងបានណាបញ្ជាដើម្បីសុខភាពតែអ៊ីស្រាអែលធ្វើលើសពីសុខភាពបង្ហាញថាអញសះបរិសុទ្ធណាអត់កាត់ពួកអាមិនកាត់ស្បែកដៀលខ្មាស់គេទៅវិញឃើញបង្ហាញឧត្តមភាពទៅវិញចុះច្បាប់អីទៀតទីក្រុងជំរកទុតិយកថាពុទ្ធ9ខ1ខ10អ្នកណាខុសអីក៏ដោយតែមិនរត់គេចអ្នកខុសដោយចេតនានិងដោយអចេតនានឹងត្រូវគេគប់សម្លាប់នឹងដុំថ្មអញ្ចឹងដើម្បីរកយុត្តិធម៌ត្រូវរត់ឲ្យដល់ទីក្រុងជំរកតែដល់ទីក្រុងជំរកគ្មានអ្នកណាកាត់ទោសបានទេទុកឲ្យគេស៊ើបអង្កេតតាមក្រោយបើខុសមែនសំទទួលទោសហើយបើមិនខុសទេនឹងរួចទោសហើយទីក្រុងជំរកដើម្បីការពារអ្នកដែលរងគ្រោះដែលគេចោទប្រកាន់ថាជាឃាតករថាជាមនុស្សដែលបាត់ល្មើសគេចោទមែនរត់ដល់ទីក្រុងជំរកនឹងច្បាប់ទីក្រុងជំរកមានទីក្រុង6ជាក្រុងជំរកទុកសម្រាប់ការពារឃាតករស្លូតត្រង់ជួនកាលស្រីតែគេមិនលោភហើយដើម្បីការពារខ្លួនឃើញដុំថ្មនៅក្បែរដាក់ក្បាលផងនឹងពងបែកក្បាលងាប់បាត់បើអត់រត់ចូលទីក្រុងជំរកទេគេនឹងយកស្រីទៅគប់នឹងដុំថ្មគេអត់ថាយើងការពារខ្លួនទេគេថាយើងជាឃាតករ
នេះច្បាប់ស្ដីពីទីក្រុងជំរកច្បាប់ស្ដីពីការបម្រើកងទ័ពទូទៅកណ្ដាលភូមិភ័យខ1ខ9ត្រូវឲ្យទាហានដែលទើបសង់ផ្ទះទាហានដែលទើបតដឹងប្រពន្ធនេះកំណែនទាហានណាបរិចារកិច្ចយោធានេះសំយើងខ្ញុំកំណែនទាហានបរិចារកិច្ចយោធាបើមានទាហានណាទើបសង់ផ្ទះទាហានណាដែលទើបតដឹងប្រពន្ធទាហានណាទើបដាំតាពាំងបាយជូរធ្វើឲ្យអ្នកនឹងត្រឡប់ទៅផ្ទះវិញកុំកែនគេតែកែនគេផ្ទះនឹងអ្នកណានៅបើកែនគេប្រពន្ធនឹងមានអ្នកណាថែរក្សាបើកែនគេតាពាំងបាយជូរបានអ្នកណាបេះបើមានអ្នកបេះពាំងបាយជូរដាំធ្វើអីសេដ្ឋកិច្ចដុនដាបកើនតែយោធាតែធ្លាក់សេដ្ឋកិច្ចដោយនេះច្បាប់នេះថ្លឹងទាំងសេដ្ឋកិច្ចទាំងសុខុមាលភាពទាំងសុខដុមរមណីយភាពហើយនឹងសុវត្ថិភាពសង្គមទៅជាមួយគ្នាមកតែហ៊ានតែគេកែនបើនៅនឹងទំដាំតាពាំងបាយជូរត្រឡប់ទៅវិញទៅបេះតាពាំងបាយជូរដើម្បីធ្វើឲ្យសេដ្ឋកិច្ចជាតិចម្រុងចម្រើនចឹងច្បាប់នេះការពារអ្នកនោះមិនឲ្យស្លាប់មុនឡើងផ្ទះមិនឲ្យស្លាប់មុនរៀបការមិនឲ្យស្លាប់មុនពេលប្រមូលភោគផលមិនឲ្យស្រីនោះទៅជាមេម៉ាយខាន់ស្លាច្បាប់នេះអស់ចាយល្អហើយច្បាប់វិជាបរដ្ឋនេះច្បាប់ស្ដីពីសិទ្ធិកូនច្បងទុតិយរាជពុ21ខ15ដល់ខ17ត្រូវចែកមរតកដល់កូនច្បង2ដងច្រើនជាងកូនដទៃទៀតហើយអរគុណព្រះអង្គដែលព្រះអង្គរាប់យើងជាក្រុមជំនុំពួករៀមច្បងជឿមុនជឿក្រោយនៅតែព្រះអង្គរាប់ថាក្រុមជំនុំរៀមច្បងដែលមានសិទ្ធិទទួលមរតកទទួលពពកពីឪពុក1ជា2អាមែនទេច្បាប់ស្ដីពីការខ្ចីប្រាក់ទុតិយរាជពុ23ខ19ខ20មិនត្រូវយកការប្រាក់ប្រជាជនជាតិដែលជាបំណុលឡើយធនាគារជាច្រើនអត់គោរពច្បាប់ហ្នឹងទេតើគេអត់មានរឹបអូសផ្ទះហ្មងមែនទេដល់ចឹងធនាគារកាន់តែមានហើយព្រះដាក់ច្បាប់ហ្នឹងថាមិនឲ្យយកការប្រាក់ប្រជាជនជាតិដែលជាបំណុលខ្លាំងឡើយហើយបើគេសងរួចឲ្យសងនឹង1ឆ្នាំ2ឆ្នាំ3ឆ្នាំ4ឆ្នាំ5ឆ្នាំ1ឆ្នាំបើសងរួច7ឆ្នាំតែទៅដោះលែងបំណុលហើយវិធីដែលល្អគឺកុំឲ្យគេខ្ចីជួយគេបានជួយបងបើជួយគេបានមិនជួយទៅជាជាងឲ្យគេខ្ចីហើយកុំឲ្យចាប់គេចាប់តែក្តីស្រឡាញ់នេះជាច្បាប់របស់មនុស្សកុំឲ្យជាប់បំណុលហើយក៏ការពារមនុស្សកុំឲ្យលោភចងការប្រាក់ច្បាច់ក៏គេដែរអាមែនទេទៅទៀតតែអាចយកការប្រាក់ពីជនបរទេសដែលចាប់បំណុលបានជនរួមជាតិឯងកុំយកការប្រាក់តែបរទេសយកការប្រាក់នេះជាបញ្ជាហើយបញ្ញត្តិកុំយកការប្រាក់ពីជនជាតិអ៊ីស្រាអែលបញ្ជាយកការប្រាក់ពីបរទេសដែលជាបំណុលច្បាប់ស្ដីពីការបេះផ្លែឈើសម្បេបេះផ្លែឈើក៏មានច្បាប់ដែរទុតិយកណ្ដាលពុំ23ខ24 25យ៉ាងម៉េចអាចបេះផ្លែឈើនៅចង្ការរបស់អ្នកដតីមកហូបមកឆ្អែតឃ្លានចុះបេះចោះព្រះសប្បុរសអ៊ីស្រាអែលសប្បុរសអ៊ីស្រាអែលចាររតៈហូបមកឆ្អែតតែកុំខ្ចប់យកមកផ្ទះហីថ្វាក់នេះឆ្ងាញ់ណាបេះហូបចោះនៅចង្ការគេប៉ុន្តែកុំដក1 2មកទេអសោះតែយកមួយមកចោលណាមិនត្រូវបេះផ្លែឈើរបស់អ្នកដតីដាក់ក្នុងថង់យកទៅផ្ទះឡើយមិនត្រូវបញ្ញត្តិឬក៏បញ្ជាបាទកន្លងមកយើងឮថាក្រឹតវិន័យម៉ូសេយើងគិតថា10ប្រការយើងអត់បានគិតពីវិជាបរដ្ឋនេះបើចង់ចុះចូលក្រឹតវិន័យ10ប្រការទៅចុះចូលទាំងអស់អាមែនទេមែនទេមែនច្បាប់ស្ដីពីយ៉ាញ់បូជាដង្វាយដុតទាំងមូលលេវីវិន័យចំពោះ1ខ1ដល់ខ17ត្រូវយកគោមួយកូនជាមួយឬកូនប្រពែឈ្មោះមួយដែលល្អឥតខ្ចោះសម្រាប់អ្នកណាដែលមានឬក៏អ្នកក្ររលកមួយគូឬក៏ព្រៀបជំទើមួយគូមកថ្វាយយ៉ាញ់បូជាបើយើងចង់កាន់ក្រឹតវិន័យត្រូវថ្វាយយ៉ាញ់បូជារាល់ឆ្នាំហើយយើងមានជាមាសរាល់ឆ្នាំយើងមានគូឲ្យរាល់ឆ្នាំហើយបើធននេះមួយឆ្នាំអស់គូមួយ7ឆ្នាំអស់គូ7រងអ្នកជឿយេស៊ូវបានមួយអ្នកបានទេអត់នេះបើចង់ចុះចូលក្រឹតវិន័យស្ដាប់បាននៅអ្នកដែលចង់ចុះចូលក្រឹតវិន័យដង្វាយអីទៀតដង្វាយធញ្ញជាតិឬដង្វាយម្សៅ grain offering មិញដង្វាយដុត burnt offering លេវីវិន័យចំពុក2ខ1ខ16ត្រូវយកម្សៅឥតមេខាងអស់នេះម្សៅឥតមេមកក្តាប់ណាលាយមួយអីប្រេងលាយមួយអីគ្រឿងក្អូបលាយមួយអីអំបិលត្រូវថ្វាយយ៉ាងរាល់ឆ្នាំមិនគ្រាន់ថ្វាយបុកអំបុកសម្រាប់ប្រខែហ្នឹងទេមិនគ្រាន់បុកស្រូវថ្មីហ្នឹងទេថ្វាយមួយប្រេងថ្វាយមួយគ្រឿងក្អូបថ្វាយមួយអំបិលអញ្ចឹងបើចង់ចុះចូលក្រឹតវិន័យ10ប្រការត្រូវចុះចូលនឹងក្រឹតវិន័យហ្នឹងដែរអាមែនទេស្អីទៀតយ៉ាញ់បូជាមេត្រីភាព peace offering លេវីវិន័យចំពុក3ខ1ដល់ខ17
អ្នកមានបាបត្រូវយកគោមួយឬជៀមមួយឬប៉ប៉ែមួយឈ្មោលក៏បានញីក៏បានដែលល្អឥតខ្ចោះយកមកថ្វាយចឹងបើយើងថ្វាយដង្វាយដុតផងថ្វាយដង្វាយមេត្រីភាពផងអស់គោប្រមាណមួយឆ្នាំបើយើងអនុវត្តក្រឹតវិន័យមែនអស់ម៉ាន2បើជៀម2អាមែនទេមួយទៀតយ៉ាញ់បូជារំដោះបាបលេវីវិន័យចំពោះ4ខ1ដល់ខ5ចំពោះ4ខ1រហូតដល់ចំពោះ5ខ13ឃើញយ៉ាញ់បូជារំដោះបាបវែងជាងគេមានគោលការណ៍ច្រើនជាងគេបូជាចាមានបាបត្រូវថ្វាយគោស្ទាវឈ្មោលមួយសហគមន៍ទាំងមូលមានបាបថ្វាយគោបាមួយមេដឹកនាំមានបាបថ្វាយប៉ប៉ែឈ្មោលមួយប្រជាជនមានបាបថ្វាយប៉ប៉ែញីមួយថ្វាយជៀមញីមួយជនក្រីក្រមានបាបថ្វាយលលោកមួយគូឬព្រាបជំទើមួយគូនៅថ្ងៃបុណ្យឲ្យធួននឹងបាបឬក៏បុណ្យរំដោះបាបនេះមួយឆ្នាំម្ដងដែរមួយទៀតយ៉ាញ់បូជាលួចបាបឬយ៉ាញ់បូជាដោះពីរត់សំខ្ញុំដោះពីរត់ហើយដោះបានប្រហែលថ្ងៃបាន315ថ្ងៃសុពលភាពមានតែ1ឆ្នាំទេដង្វាយមួយហ្នឹងមានសុពលភាពបាន1ឆ្នាំលេវីវិន័យចំពោះ5ខ14ដល់លេវីវិន័យចំពោះ6ខ7ត្រូវថ្វាយជាមឈ្មោលមួយល្អឥតខ្ចោះខ្មែរយើងអត់យកធ្វើបន់រំដោះគ្រោះលែងចាប់លែងព្រៀបលែងដើកលែងកធាយយើងអ្នកលែងក្មេងៗទៅក្បែរហ្នឹងចាប់យកមកលក់ឲ្យយើងវិញដែរខ្មែរអ្នកលែងវៀតណាមអ្នកចាប់ខ្មែរអ្នកលែងចាមអ្នកចាប់អ្នកទិញខ្មែរអ្នកបង់លុយហើយរំដោះតែគ្រោះហើយអត់រំដោះបាបផងមែនទេខ្មែរយើងបងគាត់ហើយថ្វាយយ៉ាញ់បូជារំដោះគ្រោះអាស្រូវគ្រោះចង្រៃគ្រោះឧបទ្រពចឹងអ៊ីស្រាអែលថ្វាយដង្វាយនិងថ្វាយយ៉ាញ់បូជាប្រមាណប្រភេទមិញ5ប្រភេទសំលឹកដៃមិញខ្ញុំប្រមាណប្រភេទ5ជាស្អីជាឆាយាសំខ្ញុំឆាយាប្រែថាម៉េចរូបប្រែថាសមោលឆាយាលៈរូបថតណាឆាយាលៈរូបថតឆាយាស្រមោលឆាយារូបអញ្ចឹងតង្វាយឬក៏យ៉ាញ់បូជា5ប្រភេទនេះជាឆាយារបស់អ្នកណាជារូបរបស់អ្នកណាជាសមោលរបស់អ្នកណាគំរូរបស់អ្នកណារបស់ព្រះគ្រីស្ទដែលនឹងត្រូវយើងមករំដោះពួកគេឲ្យរួចពីបាបនិងសេចក្តីស្លាប់ហើយយើងថ្វាយសមោលយើងថ្វាយរូបឬក៏ព្រះគ្រីស្ទថ្វាយអង្គទ្រង់ជំនួសយើងហើយបើថ្វាយស្រេចហើយយើងត្រូវគួរថ្វាយទៀតទេអត់ចឹងនៅលើឈើឆ្កាងយ៉ូហានចំពុក19ខ30ព្រះយេស៊ូវមានបន្ទូលថាម៉េចខ្ញុំបានសម្រេចសពគ្រប់អស់ហើយខ្ញុំបង់យ៉ាញ់បូជាប្រមាណប្រភេទ5ប្រភេទរួចហើយបង់បដាក់ឬបង់ទាំងស្រុងបង់ប្រមាណដង1ដងជាសូរ៉ាច់ចឹងព្រះយេស៊ូវបានថ្វាយអង្គទ្រង់ជាដង្វាយនិងយ៉ាញ់បូជា5ប្រភេទពេញទីដើម្បីបង់ថ្លៃអ្វីទាំងអស់ជំនួសយើងរួចហើយនៅលើឈើឆ្កាងកាលពី2000ឆ្នាំមុនអាមែនទេ